សួរហ្នឹងហើយនិយាយពីចំនួនមុនណាហ្នឹងហើយហើយហ្នឹងហើយកលពីចំនួនមុនណាហ្នឹងហើយនៅខាងខេត្តពោធិ៍សាត់យើងហ្នឹងឯងហ្នឹងហើយខេត្តពោធិ៍សាត់យើងល្បីខ្មោចលងណាស្បូរណាខេត្តពោធិ៍សាត់យើងហ្នឹងហើយនៅខាងឃុំកោះជុងស្រុកពនាងខេត្តពោធិ៍សាត់ហើយនៅខាងទាំងព្រីងហ្នឹងហើយមានដើមកៅដើមអីដើមស្រោងមួយដើមហ្នឹងឯងខ្មោចលងស្បើបងប្អូនកណ្ដាលថ្ងៃត្រង់ហ្នឹងឯងអូតាមឈូហ្នឹងឯងដីហុយជុកណាហើយចាស់បុរាណហ្នឹងអត់មានណាទៀតម៉ែឲ្យខ្ញុំហ្នឹងឯងហើយគេឃើញគ្រប់គ្នាមិនមែនតែម្នាក់ពីរនាក់ចេះតែនិយាយទេបងប្អូនហើយឃើញច្បាស់ណាស់ហ្នឹងហើយអ្នកភូមិក៏ជំនាន់ហ្នឹងអត់សូវហ៊ានចេញទៅឆ្ងាយទេមុននឹងដើរចេញហ្នឹងបងប្អូនហើយគ្រាន់តែមានគ្នាទៅច្រើនណាស់បានហ៊ានដើរមកគ្នាម្នាក់ពីរនាក់អីអត់ហ៊ានទៅទេហ្នឹងហើយសំណោះតែឆ្ងាយចឹងបងប្អូនបើសរុបទៅប្រហែលជា2ហិកតាទេចេញពីភូមិទៅបើទៅអត់មានគ្នាអត់បានទេបងប្អូនមកលោកភ្លាមតែមិនដល់2ហិកតាតែ1ហិកតាចឹងហ្នឹងនិយាយឲ្យចំត្រង់ទៅឲ្យខ្ញុំក៏ទៅភូមិនឹងដែរហ្នឹងហើយគេល្បីមែនហ្នឹងហើយទៅហ្នឹងដែលខ្ញុំទៅហ្នឹងជំនាន់រៀងក្រោយហើយលងនឹងចូលចង់7ឆ្នាំហើយស្រាប់តែខ្ញុំទៅហ្នឹងក្រដើមឈើមួយតូចទេខ្យល់គួចចង់បាក់ហ្នឹងនៅហ្នឹងហើយសំណោះខ្យល់ខ្លាំងចាស់ហ្នឹងហើយដូចអត់មានខ្យល់ទេតែដើមឈើហ្នឹងចង់បាក់អត់មានខ្យល់ទេហ្នឹងព្រោះហើយមានគេធ្វើមានមន់លោកកាយហើយមន់ហ្នឹងអត់ចង់ផ្អើលទេបងប្អូនហ្នឹងមន់ព្រៃចង់ផ្អើលទេធម្មតាមន់ព្រៃឃើញយើងអត់បាននេះអត់ចង់ផ្អើលហើយដើមឈើតូចមួយហើយឡើងដល់ដីហើយឃើញច្បាស់ផ្ទាល់ភ្នែកនេះហើយយើងមិនជឿមិនចឹងមកថាបើយើងមិនឃើញច្បាស់មិនជឿមែនហ្នឹងហើយក៏មិនមកខំតាមបងប្អូនឲ្យជឿដែរហើយហ្នឹងហើយជួបផ្ទាល់មិនជឿហ្នឹងហើយនេះគ្រាន់តែថាខ្ញុំធ្លាប់ឆ្លងកាត់មកហើយអត់បានកុហកទេណាបងប្អូនហ្នឹងហើយអរគុណច្រើនដែលបានតាមដានទស្សនាហើយជួយកត់តាមដានផងហ្នឹងហើយអរគុណច្រើនហ្នឹងហើយមានរឿងបន្តទៀតមកនិយាយឲ្យ